นี่คือต้นฉบับหนังสือสมุดไทยนันโทปนันทสูตรคำหลวงสมัยอยุธยานะคะบ้านនេះហើយគឺជាឯកសារបញ្ជាក់ថាខ្មែរយើងមានអាយុកាលរាប់ពាន់ឆ្នាំមុនសៀមទៅទៀតបាទបងប្អូនទាំងអស់គ្នាបើមើលតាមវីដេអូគឺលោកស្រីម្នាក់នេះគាត់បង្ហាញថាអក្សរសិល្ប៍អក្សរសាស្ត្រសំស្ក្រឹតភាសាបាលីនិងធម៌ក្នុងព្រះពុទ្ធសាសនាគឺជាអក្សរខ្មែរទាំងអស់តាំងតែពីសម័យអយុធ្យាមកម្លេះហើយស្ត្រីម្នាក់នេះគាត់គឺជាសាស្ត្រាចារ្យជនជាតិថៃមួយហើយគាត់បានបង្ហាញសិលាចារឹកឬក៏បាលីសំស្ក្រឹតនៅក្នុងគម្ពីរធម៌មួយដែលថៃបច្ចុប្បន្នឬក៏សៀមបច្ចុប្បន្នគាត់ប្រើប្រាស់ជាផ្លូវការបាទនៅក្នុងសាសនារបស់ប្រទេសសៀមបងប្អូនមើលអក្សរទាំងអស់ហ្នឹងណាសិតតែជាអក្សរខ្មែរដែលមានអាយុកាលរាប់ពាន់ឆ្នាំហើយសួរថាតើប្រទេសណាដែលខ្លាំងដូចខ្មែរខ្លះដែលមានអក្សរសាស្ត្រអក្សរសិល្ប៍ដោយខ្លួនឯងដែលមានអាយុកាលរាប់ពាន់ឆ្នាំសូម្បីតែថៃបច្ចុប្បន្នក៏ប្រើអក្សរខ្មែរនៅក្នុងស្នាមសាក់នៅក្នុងអក្សរចម្លាក់បាទរបស់ព្រះពុទ្ធសាសនាផងដែរអញ្ចឹងថៃគួរតែគិតខ្លួនឯងថាខ្មែរយើងមានអាយុកាលប្រមាណឆ្នាំកើតមុនថៃប្រមាណឆ្នាំខ្មែរល្បីតាំងពីដើមមកតែគ្រាន់តែការដឹកនាំរបស់បាទបំពាក់បរោះរបស់ខ្មែរពីជំនាន់មុនហ្នឹងមិនបានល្អធ្វើឲ្យបាត់បង់ទឹកដីពីមួយចំនួនទៅមួយចំនួនបងប្អូនទាំងអស់គ្នាអក្សរសិល្ប៍អក្សរសាស្ត្របាលីសំស្ក្រឹតបាទនៅក្នុងសិលាស្លឹករឹតផ្សេងគឺខ្មែរយើងជាអ្នកចាប់ផ្ដើមនិងមានដើមកំណត់តាំងពីយូរលង់ណាស់មកហើយថៃបើតាមខ្ញុំដឹងគឺសពថ្ងៃធម៌ថៃដែលសូត្រសពថ្ងៃក៏ជាខ្មែរដែរហើយសាក់ដែលឃើញមានបំពាក់បរោះថៃសាក់ពេញខ្លួនអីនៅក្នុងរបបសង្គ្រាមឬក៏នៅក្នុងរឿងភាគអីផ្សេងហ្នឹងគឺសិតតែជាអក្សររបស់ខ្មែរថៃអត់មានប្រភពអក្សរសិល្ប៍បាទសិលាស្លឹករឹតទេពិសេសគឺស្នាមសាក់ផ្សេងដែលមានអត្ថនយន្តអីចឹងបាទខ្ញុំអត់ដែរឃើញទេគឺខ្មែរទាំងអស់បាទប៉ុន្តែគ្រាន់តែការអានហ្នឹងគឺលំអៀងបាទមានថាភាសាថៃបាទដែលបែបខ្មែរល្អិលតិចណាតែក៏នៅតែជាខ្មែរដដែលអញ្ចឹងបញ្ជាក់ថាខ្មែរយើងមានអាយុកាលរាប់ពាន់ឆ្នាំមកហើយថៃទៅតែក្មេងមានដៃដើរក្រោយទេបើយើងនិយាយអំពីប្រភពដើមណាអញ្ចឹងបាទលោកជំទាវលោកស្រីអ្នកនេះក៏គាត់និយាយគឺត្រឹមត្រូវมันអាចបាទហៅថាมันអាចប្រែកន្លះប្រវត្តិសាស្ត្របានទេប្រវត្តិសាស្ត្រចងជាប់ទោះសម័យណាក៏ដោយបាទមន្ត្រីរាជការអីសម័យណាក៏ដោយបាទប្រមុខដឹកនាំសម័យណាក៏ដោយដែលគាត់ធ្វើឲ្យបាត់ទឹកបង់ទឹកដីប៉ុន្តែអក្សរនៅតែជាអក្សរបាទប្រវត្តិសាស្ត្រនៅតែប្រវត្តិសាស្ត្រដដែលនៅតែចងភ្ជាប់រហូតណាអញ្ចឹងខ្មែរយើងកើតមុនថៃមិនដឹងនៅប្រភពណាទេទៅតែចេញមកទេមិនស្រួលបាទហើយឯងអាងថាអីជារៀមច្បងតាមពិតថៃទៅមិនរីកចម្រើនទេបាទដោយសារថៃមានសង្គ្រាមតែខ្មែរយើងសង្គ្រាមគ្រប់ចំនួនគ្រប់សម័យកាលគ្រប់ក្សត្រទាំងអស់បាទដណ្ដើមរីកគ្នាតែថៃអត់មានទេអញ្ចឹងបញ្ជាក់ថាថៃសម័យដែលខ្មែរកើតថៃមិនទាន់កើតផងនេះហើយគឺបញ្ជាក់អីណាបងប្អូនណាបញ្ជាក់